ក្រុមហ៊ុនផលិតអាវុធធំក្រាក់ក្រាក់របស់ពិភពលោកជាពិសេសក្រុមហ៊ុនអាមេរិកនិងអឺរ៉ុបសបាយកើបលុយបានច្រើនជាងគេខណៈតម្រូវការអាវុធកើនឡើងខ្លាំងសព្វវិវត្តត្រូវបានផលិតឡើងសម្រាប់គោលបំណងស្នូលគឺដើម្បីការពារជាតិទោះជាយ៉ាងណាដោយសារមហិច្ឆតាលោភលន់បានធ្វើឲ្យប្រទេសអ្នកមានខ្លះសម្រុកទិញសព្វវិវត្តដើម្បីគំរាមឬឈ្លានពានប្រទេសដទៃហើយដោយគ្មានជំរឿប្រទេសតូចៗឬប្រទេសទុនខ្សោយក៏ត្រូវបង្ខំចិត្តទិញសព្វវិវត្តដែរដើម្បីការពារខ្លួនដោយសារតែបែបនេះទើបធ្វើឲ្យតម្រូវការសព្វវិវត្តកើនឡើងខ្លាំងជាលំដាប់ហើយជាការកត់សម្គាល់សហរដ្ឋអាមេរិកនិងអឺរ៉ុបសបាយកើបលុយបានច្រើនជាងគេពីការលូតសព្វវិវត្តទៅឲ្យប្រទេសនានាជុំវិញពិភពលោកនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP កាលពីថ្ងៃច័ន្ទទី1ខែវិច្ឆិកាឆ្នាំ2025របាយការណ៍ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិដែលមានឈ្មោះហៅកាត់ថា SAIPRI បានបង្ហាញថាប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតសព្វវិវត្តកំពូលទាំង100របស់ពិភពលោកបានកើនឡើងខ្លាំងបំផុតគឺ 5.9% ក្នុងឆ្នាំ2024ឈានរហូតដល់ទៅ$679,000 លានអាមេរិកដែលភាគច្រើនដោយសារសង្គ្រាមនៅអ៊ុយក្រែននិងតំបន់កាហ្សាព្រមទាំងការកើនឡើងនៅការចំណាយក្នុងវិស័យយោធាទូទាំងពិភពលោកផងដែរហើយអ្វីដែលគួរភ្ញាក់ផ្អើលរបាយការណ៍ដដែលនេះបង្ហាញថាក្រុមហ៊ុនដែលទទួលបានកំណើនប្រាក់ចំណូលច្រើនជាងគេបំផុតគឺក្រុមហ៊ុនអាមេរិកនិងក្រុមហ៊ុនអឺរ៉ុបបណ្ដាក្រុមហ៊ុនផលិតអាវុធរបស់សហរដ្ឋអាមេរិកអាចរកប្រាក់ចំណូលបានដល់ទៅ$333,000 លានដោយកើនឡើង 3.8% ខណៈដែលបណ្ដាក្រុមហ៊ុនអឺរ៉ុបសម្រាប់បានកំណើនខ្លាំងដល់ទៅ 13% ឈានដល់$151,000 លានអាមេរិកហើយនោះក៏ដោយសារតែតម្រូវការសព្វវិវត្តដែលទាក់ទងទៅនឹងសង្គ្រាមអ៊ុយក្រែនក្រុមហ៊ុនមួយចំនួនទទួលបានប្រាក់ចំណេញយ៉ាងច្រើនរួមទាំងក្រុមហ៊ុន Czechoslovak Group នៃសាធារណរដ្ឋឆេកដែលបានកើនឡើង 193% និងក្រុមហ៊ុនផលិតអាវុធរដ្ឋរបស់អ៊ុយក្រែនបានកើនឡើង 41% ផងដែរក្រុមហ៊ុនផលិតអាវុធធំៗចំនួន2របស់រុស្ស៊ីបានកើនឡើងប្រាក់ចំណូល 23% ឈានដល់ 31.2 លានដោយសារតម្រូវការក្នុងស្រុកកើនឡើងខ្លាំងជាងការនាំចេញបណ្ដាក្រុមហ៊ុននៅតំបន់មេចបូព៌ាក៏ទទួលបានកំណើនប្រាក់ចំណូលផងដែរដោយក្នុងនោះក្រុមហ៊ុនអ៊ីស្រាអែលបានកើនឡើងប្រាក់ចំណូល 16% ទោះបីជាមានការរិះគន់ទូទាំងពិភពលោកលើបញ្ហាតំបន់កាហ្សាយ៉ាងណាក៏ដោយទោះជាយ៉ាងណាប្រាក់ចំណូលរបស់បណ្ដាក្រុមហ៊ុនផលិតអាវុធនៅអាស៊ីនិងតំបន់អូសេអានីបានធ្លាក់ចុះ 1.2% ដែលភាគច្រើនដោយសារតែបណ្ដាក្រុមហ៊ុនផលិតសព្វវិវត្តចិនបានធ្លាក់ចុះប្រាក់ចំណូល 10% បន្ទាប់ពីការស៊ើបអង្កេតអំពីអំពើពុករលួយធ្វើឲ្យកិច្ចសន្យាសំខាន់ៗថយចុះឬត្រូវបានលុបចោល